ระบบโด password ID VPS สำหรับบางคนจองโด password từ ជា password ដែលបងប្អូនងាយចាំបងប្អូនអាចដូរបានហើយបងប្អូនគ្រាន់តែចូលមក account របស់យើងមកហើយចុចមើលដំណើរការបន្តប្រវេសរបស់យើងហ្នឹងហើយពេលដែលយើងចូលមកដល់ក្នុងកន្លែងដំណើរការរបស់យើងចុចកន្លែង change password ហ្នឹងចុចទៅចូលកន្លែងហ្នឹងហើយតោះមកបងប្អូនអាចធ្វើការដូរបានហើយយើងអាចវាយ password របស់យើងដែលយើងកំពុងតែប្រើហ្នឹងវាយវាមកយើងអាចពេលវាចូលនៅក្នុងកន្លោខាងលើហ្នឹងអាហ្នឹង password ដែលយើងកំពុងតែប្រើបងប្អូនវាយចូលទៅចាហើយខ្ញុំកំពុងតែធ្វើការវាយចូលហើយ password យើងប្រើឥឡូវបងប្អូនធ្វើការរងចាំបន្តិចខ្ញុំកំពុងតែធ្វើការវាយចូលហើយនៅខាងក្រោមហ្នឹងគឺ password ថ្មីតែបងប្អូនចង់បដូរ password ដែលងាយចាំណាបងប្អូនដាក់អីក៏បានដែរដែលបងប្អូនងាយចាំហើយបងប្អូនវាយខាងក្រោមហ្នឹងខាងលើនិងក្រោមហ្នឹងដូចគ្នាពីរហ្នឹងណាកន្លែងហ្នឹងគឺឲ្យយើងវាយឲ្យត្រូវហើយបងប្អូនអាចធ្វើការកត់ទុក ID ហើយនិង password កុំឲ្យធ្វើមានការភ្លេចភ្លាំងនៅពេលក្រោយបន្ទាប់មកបងប្អូនចុចបញ្ជាក់ត្រង់នេះវាសួរយើងថាយើងចង់បដូរអត់បន្ទាប់បើយើងអូខេយើងព្រមចុចអូខេទៅហើយកន្លែងនេះវាបដូរបានរួចរាល់ហើយអញ្ចឹងយើងត្រូវចូលមកកន្លែងនេះកន្លែងតម្រងដើមយើងត្រូវបដូរប្រទេសបន្ទាប់មកយើងវាយ ID របស់យើងដែលយើងបានប្រូខាងមុខហ្នឹងដងមុននឹងបន្តិចហ្នឹងតោះមកនេះ password ដែលយើងបានបដូរឲ្យមិញយើងវាយមកហើយវាចូលមកតែវាអូខេនៅខេតតមកយើង log in ដល់ដល់នេះយើងត្រូវវាយឆ្នាំខែថ្ងៃឆ្នាំកំណត់របស់យើងហ្នឹងបើតាមការណែនាំរបស់គេមកឥឡូវយើងបានចូលមកក្នុង account របស់យើងហើយអូខេដាច់ដូរបានដោយជោគជ័យហើយគឺចុចមើលនេះដំណើរការតវេរបស់យើងចាអរគុណសម្រាប់ការមើលវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជម្រាបលា